ឆេះទៀតហើយកម្មវិលដោយកងរទេះនៅប្រទេសថៃនៅថ្ងៃសៅរ៍នេះនាពេលព្រឹកកើតហេតុការណ៍បាក់ស្រុតផ្លូវនៅព្រះរាមសងរាមាធូដល់ថ្ងៃត្រង់ឆេះឃ្លាំងស្តុកធុងប្រេងនៅឡាតក្រាបាំងប្រភពពីเพจ Fire and Rescue Thailand បានបង្ហោះថាម៉ោង1រសៀលថ្ងៃទី17ខែមករាឆ្នាំ2026នេះបានមានហេតុការណ៍ឆេះស៊ីតេនស្តុកប្រេងខ្នាតធំបានកើតឡើងនៅផ្លូវឆាវខុនថាហានសង្កាត់ខ្លងសាំប្រវេតខណ្ឌឡាតក្រាបាំងទីក្រុងបាងកកស្ថានភាពជាក់ស្ដែងគឺភ្លើងបានឆាបឆេះយ៉ាងខ្លាំងនៅត្រង់ស៊ីតេនស្តុកប្រេងប៉ុន្តែសំណាងល្អដែលទីតាំងនោះស្ថិតនៅឆ្ងាយពីផ្ទះសម្បែងរបស់អ្នកភូមិមន្ត្រីជំនាញបានប្រើប្រាស់ហ្វូមដើម្បីធ្វើការបាញ់ពន្លត់ក្រោយគ្រប់គ្រងភ្លើងបានមន្ត្រីជំនាញបានចុះពិនិត្យរកមូលហេតុថាតើវាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីការធ្វេសប្រហែសឬបញ្ហាបច្ចេកទេសនៃប្រព័ន្ធស្តុកប្រេង